វាមានក្បាល3ដៃ6ក៏ដោយក៏មិនអាចកិច្ចបានដែរពួកអញចិត្តតែមកជុំនៅថ្ងៃប្រជុំពិភពគុណពេលនេះគឺកន្លែងបញ្ចុះសពវាហើយម៉ែពិសាតែទៅអរគុណម៉ែប្រហែលថ្ងៃនេះទៅចិត្តណាស់ម៉ែត្រូវតែពាក់អាវច្រើនបន្តិចទៅអោះស៊ុយហានឯងមានរឿងអីចង់ប្រាប់ម៉ែមែនទេម៉ែមិនក៏ម៉ែសួរបែបនេះបើមិនចឹងមិនក៏ឯងស្រាប់តែធ្វើជាកូនកតញ្ញូចាឆាមកនេះក្រែងខ្ញុំកតញ្ញូចំពោះម៉ែណាស់មែនទេមែនឯងស្ដាប់តាមសម្ដីម៉ែរហូតដល់ថ្មីនេះម៉ែខ្ញុំសារភាពតាំងពីសៀវធៀមបង្ហាញខ្លួនមកដំណើរចិញ្ចឹមតាប្រយោគប្រែប្រួលខ្ញុំដឹងច្បាស់ណាស់តែជាខ្ញុំខំប្រឹងយ៉ាងណាក៏ដោយក៏មិនអាចប្រៀបនឹងអ្នកទាំងពីរដែលខ្ញុំខិតទាំងទឹកដែរស៊ុយហានម៉ែថានឹងធ្វើជាពួកខ្ញុំដោយយុត្តិធម៌ប៉ុន្តែសៀវធៀមគឺជាគុណការរបស់ម៉ែទឹកចិត្តរបស់ម៉ែខ្ញុំអាចយល់ដូច្នេះអ្វីដែលខ្ញុំចង់និយាយថ្ងៃនេះគឺទោះយ៉ាងណាក៏ដោយក៏ទឹកចិត្តខ្ញុំចំពោះម៉ែមិនប្រែប្រួលយ៉ាងដាច់ខាតស៊ុយហានឲ្យតែឯងធ្វើចំពោះម៉ែដោយការមុនម៉ែមិនឲ្យឯងខកចិត្តទេអូម៉ែពិសាតែទៅនេះជាតែលេខ1ដែលខ្ញុំឲ្យគេយកមកពីចិនណានមកអស់ទៅនេះជាសម្បត្តិដែលសៀវធៀមផ្ញើមកសៀវធៀមនេះហេតុអីបានចេះតែបង្ខំឲ្យស៊ុយហានតើកូនគិតយ៉ាងម៉េចម៉ែសម្បត្តិម៉ែមើលហើយអូដែលសៀវធៀមសុំខ្ញុំប្រកួតវានឹងប្រកាសប្រាប់អ្នកទាំងអស់គ្នាបើខ្ញុំមិនបើកអង្គប្រជុំពិភពគុណប្រកួតយកចាញ់ឈ្នះជាមួយវាទេខ្លាចតែត្រូវអ្នកគុណនិយមសាច់ចំអកថ្ងៃក្រោយមិនអាចជួយជើងក្នុងពិភពគុណទៅទេបើពិតជាបើកអង្គប្រជុំពិភពគុណមែនតើឯងអាចមានការជឿជាក់ធ្វើជាម្ចាស់ពិភពគុណទេខ្ញុំអត់មានការជឿជាក់ទេតែខ្ញុំត្រូវតែប្រកួតជាមួយវាដោយយុត្តិធម៌ប្រកួតដោយយុត្តិធម៌ត្រូវហើយមួយជីវិតខ្ញុំធ្លាប់មានការប្រជែងជាមួយសៀវធៀមជាច្រើនដងប្រជែងយកក្តីស្រឡាញ់របស់អ៊ីហឺប្រជែងយកការទុកចិត្តរបស់លោកគ្រូប្រជែងយកតម្លៃនៃបាក់ម្យ៉ាងទៀតលោកណាក៏ខ្ញុំឈ្នះវាដែរពេលមិនបានជួយខ្ញុំតែពេលនេះមកជប់ជួយខ្ញុំហើយម៉ែមិនមែនមកជួយឯងទេខ្ញុំដឹងទឹកចិត្តម៉ែខ្ញុំយល់ទាំងអស់អ្វីដែលខ្ញុំប្រជែងជាមួយវាលើកនេះមិនត្រឹមតែដំណឹងចាស់សម្ព័ន្ធទេនឹងមានក្តីស្រឡាញ់ពីម៉ែទៀតខ្ញុំមិនចេញចិត្តដាច់ខាតស៊ុយហានទឹកចិត្តម៉ែចំពោះកូនសុទ្ធតែដូចគ្នាម៉ែខ្ញុំដឹងដូច្នេះខ្ញុំមិនចង់ឲ្យម៉ែពិបាកខ្ញុំចង់ប្រកួតជាមួយវាយកចាញ់ឈ្នះដោយបោកចំហសុំឲ្យបំពេញបំណងផងស៊ុយហានលំបាកដល់កូនហើយម៉ែកូនទៅធ្វើការចុះទោះជាលទ្ធផលនៃការប្រកួតយ៉ាងនេះក៏ដោយឯងទាំងពីរនាក់ជាកូនល្អរបស់ម៉ែជានេះបាទស៊ុយហានជាមនុស្សដែលមិនសុខចិត្តចាស់មិននឹងអាចប្រកួតជាមួយសៀវធៀមដោយយុត្តិធម៌ទៅខ្មោចទាំងពីរនេះនឹងចាស់ទៅមើលស៊ុយហានចាំមើលក្នុងចិត្តវាមានបំណងអីណាយ៉ាងម៉េចសំបីការងារតូចតាចខ្លំមើលស៊ុយហានបានទេអីបាទនេះនឹងចាស់
តែបន្ថែមកម្លាំងការពារអ្នកណាក៏ដោយឲ្យតែជិតទេបើអ្នកណាប្រឆាំងត្រូវតែសម្លាប់វាចោលអញហឺបងចង់ឲ្យអូនព្រោះដែលអូនស្រឡាញ់នោះមិនលទ្ធផលយ៉ាងណាព្រាយទាំងពីរពួកឯងចេញទៅបាទម្ចាស់តូចតាមពិតពួកយើងក៏ឆ្លងកាត់ទីនេះទេស្អីក៏អត់បានធ្វើដែរពិតជាអត់បានធ្វើមែនណាមកតាមខ្ញុំមកម្ចាស់តូចអង្គុយទៅខ្ញុំអង្គុយទៅបាទតែទៅអរគុណម្ចាស់តូចអរគុណម្ចាស់តូចខ្ញុំចង់ជិះពួកឯងទៅញ៉ាំបាយតែគ្មានឱកាសសោះម្ចាស់តូចយ៉ាងចឹងធ្វើយើងទៅពីរដាក់មានបាបហើយអ្វីដែលខ្ញុំនិយាយជាការពិតម្ដាយខ្ញុំទុកពួកឯងដូចជាឆ្កែឆ្មាមើលឯងបន្តិចក៏បន្ទោសពួកឯងភ្លាមពួកឯងនៅក្បែរគាត់យូរយ៉ាងនេះខ្ញុំពិតជាគាត់ទៅសើពួកឯងខ្លាំងណាស់កុំខ្លាចអីអ្វីដែលខ្ញុំនិយាយជាមួយពួកឯងពេលនេះមិនតែយើង3នាក់ទេដែលដឹងពីរនាក់ឯងនៅក្នុងពិភពគុណក៏ជាមនុស្សល្បីឈ្មោះនឹងគេដែរតើពួកឯងសុខចិត្តស្ដាប់តាមបញ្ជាស្រីម្នាក់អញ្ចឹងម្ចាស់តូចកុំនិយាយបត់បែនអីបើចង់និយាយត្រង់មកអ្វីដែលខ្ញុំចង់និយាយនោះពួកឯងចង់រស់ឬក៏ចង់ងប់ពីអ្នកឯងត្រូវមកគុំខ្ញុំហើយមុននឹងគុំនេះខ្ញុំទុកសម្រាប់ចាត់ការពីអ្នកឯងតែប៉ុណ្ណោះទេពិតជាពុះពើមែនអូយពួកឯងរត់តែព្រៃកម្លាំងឈឺរត់តែខ្លាំងយ៉ាងម៉េចដែរពួកឯងមិនតាន់ឆ្លើយនឹងសំណួរខ្ញុំទេតើពីអ្នកឯងចង់ងប់ឬចង់រស់ពួកជាប្រកាសចង់រស់ហើយមិនចង់ស្លាប់ទេបានឲ្យតែពួកឯងស្ដាប់តាមសម្ដីខ្ញុំនឹងទុកចិត្តឲ្យពួកឯងលោកចង់ឲ្យពួកយើងធ្វើខ្ញុំចង់ឲ្យពួកឯងជួយចិត្តកាន់នឹងម្ចាស់ឲ្យខ្ញុំលោកពួកឯងគេច្បាស់ទៅនៅជាមួយគាត់បានប្រយោជន៍អីឲ្យតែពួកឯងជួយធ្វើការឲ្យខ្ញុំទី1ពួកឯងមិនបាច់ស្លាប់ទី2រង្វាន់ដែលគាត់ឲ្យឯងខ្ញុំថែមឲ្យពួកឯង5ដងឲ្យតែពួកឯងនៅជាមួយខ្ញុំរបស់ទាំងនេះជារបស់ពួកឯងហើយពួកឯងនៅជាមួយគាត់ច្រើនឆ្នាំយ៉ាងនេះហើយគឺគ្រាន់តែចង់បានផលប្រយោជន៍តែប៉ុណ្ណោះតាពេលនេះបាក់ដល់ទៅមេខ្ញុំក្តាប់បានហើយមិនយូរទេពិភពគុណនេះនឹងក្លាយជារបស់ខ្ញុំពួកឯងមិនបាច់ស្លាប់នៅតែមួយកន្លាទេម្ចាស់អីម្ចាស់តូចលោកម្ចាស់បែរមកវិញមើលអូនគង់ចឹងបងមើលទៅឃើញស្អាតណាស់មិនឲ្យបងមើលទេបងចង់មើលទៀតណា
បានទេបងយប់យ៉ាងនេះហើយកូនមិននៅក្នុងបន្ទប់តានទៀតអញ្ចឹងខ្ញុំមកកំណត់តានម្យ៉ាងទៀតថ្ងៃស្អែកក្រែពួកខ្ញុំរៀបការហើយអំប្រុសមិនគេឆាប់មកវិញម្លេះពុកម៉ែខ្ញុំអត់ដែរពួកគាត់អត់មកទេហេតុអីពុកម៉ែខ្ញុំយ៉ាងម៉េចហើយបងតើមានរឿងអីកើតឡើងទេអ៊ំចាំនិយាយមកតើពុកម៉ែខ្ញុំយ៉ាងម៉េចហើយពួកគាត់មិនអីទេចុះហេតុអីពួកគាត់មិនមកអត់មានមង្គលការទេមង្គលការពួកកូនត្រូវទៅរំសាយពុំនិយាយហ្នឹងកូនស្ដាប់មិនយល់ទេមង្គលការត្រូវទៅរំសាយហើយពួកកូនមិនអាចរៀបការពួកកូនត្រូវតែបែកគ្នាបងតានពុកយ៉ាងម៉េចហ្នឹងមិនបានពុកនិយាយអញ្ចឹងហេតុអីក៏ពុកធ្វើកັບកិរិយាបែបនេះដាក់តានអញ្ចឹងតែមានរឿងអីមែនទេកូនកុំឲ្យសួរច្រើនពេកនិយាយរួមកូនមិនអាចរៀបការជាមួយតានទេឆាប់នាំយើងចេញទៅក្រៅភ្លាមទៅអំប្រុសអ៊ំសម្រាប់មនុស្សក៏ត្រូវមានមូលហេតុដែរទោះជាអ៊ំមិនចង់យកខ្ញុំធ្វើជាកូនប្រសាក៏ត្រូវនិយាយពីមូលហេតុព្រោះខ្ញុំមិនដឹងច្បាស់លាស់ដែរអត់មានមូលហេតុអ៊ំមិនត្រូវការមូលហេតុនិយាយឲ្យខ្លីគឺមិនចូលចិត្តមិនឯកភាពឲ្យនេះការជួបគ្រួសាររបស់យើងទីនេះជាបំណងរបស់យើងពុំកូនសុំពុកជួយបំពេញបំណងឲ្យពួកកូនទៅឲ្យគូរៀបការជាមួយតានទៅពុកអំប្រុសខ្ញុំដឹងថាឋានៈខ្ញុំទាបមិនសមនឹងលបងអេងតែចិត្តដែលខ្ញុំស្រឡាញ់លបងអេងគ្មានអ្នកណាអាចប្រៀបធៀបបានទេខ្ញុំអាចបបង់គោលការណ៍ត្រឹមត្រូវដើម្បីឋានៈជាប្រពន្ធក៏មិនអាចយកដែរឲ្យតែខ្ញុំអាចនៅក្បែរខ្លួនបងអេងទោះជាឲ្យខ្ញុំធ្វើកូនធ្វើសេះក៏ខ្ញុំសុខចិត្តដែរតានអំប្រុសខ្ញុំសូមបងសូមអ៊ំកុំបបាយពុកខ្ញុំអីខ្ញុំសូមបងតានកុំឲ្យធ្វើអញ្ចឹងអីលបងអីអត់មានរូបបងអ៊ំសុខចិត្តស្លាប់ពុំកូនសុំបងពុកលោកអ៊ំខ្ញុំសូមបងលោកអ៊ំកូនសុំបងពុកខ្ញុំសូមបងទោះជាកូនខំសំពះដល់ស្លាប់ក៏នៅតែអត់ប្រយោជន៍នោះពុកនឹងអស់គេរៀបចំរទេះសេភ្លៀងពុកមិនអាចបណ្ដោយទេបងលោកអ៊ំខ្ញុំសូមបងលោកអ៊ំខ្ញុំសូមបងលោកបងអត់មានអីទេរឿងនេះកូនមិនអត់ចិត្តទេកូនចង់ដឹងរឿងនេះណាតើមានរឿងអីកើតឡើងមែនទេអញជពុកបំបាយពួកខ្ញុំអញ្ចឹងចង់បំបាយបាក់ពួកយើងហេតុអីដែរព្រះហើយគ្រូអង្គមិនស្រាប់តែប្រាក់កន្លះវិញអញ្ចឹងបងអីអូនខ្លាចណាស់តានកុំខ្លាចណាបងមិនឲ្យអូនចាក់ចេញពីបោកទេលោកបងធំមានរឿងអីបងនិយាយចេញមកយកពិភាក្សាគ្នាទៅឈប់សួរទៀតទៅនិយាយរឿងពួកគេរៀបការបានទៅនៅភូមិគ្រូសាហូមានរឿងអីកើតឡើងហើយបានជិះបញ្ញាមកវិញរឿងគូកាពួកគាត់អត់អីទេអត់មានរឿងអីទេតុំបើពុកមិនដឹងតានដូចឲ្យខ្ញុំទៅស្លាប់អញ្ចឹងលោកបងអីអូនចង់ស្លាប់ជាមួយបងមិនទៅពេលកំជិះឆាប់ពេកមានអីនិយាយតាមសម្រួលទៅសិញអូននៅអាហ្វេនៅរបស់តងហ្វាននោះតានជុំទៅសម្រាប់សិនទៅមានអីចាំស្អែកចាំនិយាយគ្នាទៀតតើលោកបងបងធំក្មួយអីនឹងតានស្រឡាញ់គ្នាដល់ស្បោះស្មាក់របស់មិនបែបពុកនេះចឹងគឺមិនដឹងនិយាយឲ្យជិះភ្លាមមរណៈហើយដល់ទាំងពីរប្រហែលជាអាចខ្លាយទៅជាសត្វទៀតផងអ៊ំខ្ញុំជឿថាអ៊ំមានមូលហេតុរបស់អ៊ំប៉ុន្តែរឿងនេះកើតឡើងចាស់ដល់ពេកហើយភ្លាមពុកខ្ញុំមិនទេគួរទៅពេលពុកគាត់គិតសិនទៅ
ឈប់និយាយទៀតទៅតានយ៉ាងម៉េចហេតុអីក៏នឹងចំឡើងខំភ្លេចអស់អញ្ចឹងយ៉ាងម៉េចហើយបងអីយ៉ាងម៉េចហើយហើយនាងឈឺចិត្តប៉ុណ្ណាលើទៅគាត់ក៏ឈឺចិត្តប៉ុណ្ណឹងដែរលោកម្ចាស់តុងហ្វាំងមិននិយាយរហេតុផលសោះនៅក្នុងពេលនេះណាយើងមានតែ5មធ្យោបាយពិសេសប៉ុណ្ណោះបងចង់កុំបារម្ភអីខ្ញុំបានគិតជាមួយលោកបងហ្វាំងអ៊ីរួចហើយឲ្យតែធ្វើតាមផែនការអ្នកទាំងពីរនឹងបានទៅជាមួយគ្នាចុះពិតជាមានជួយបាយមែនទេគុណអ៊ីគុណចង់ទៅដល់នឹងទឹកចិត្តខ្ញុំមិនល្អខ្ញុំចង់ចេញទៅក្រៅគុណអ៊ីទឹកចិត្តរបស់គុណពុកក៏យល់ដែរណាទេពុកអត់យល់ទេពុកអត់យល់ថាពុកខ្ញុំទទួលការជួយចាប់បែបណាបែបណាទេគុណអ៊ីពុកខ្ញុំនិយាយទៀតតាបើមិនជាពុកមិនអាចប្រឆាំងបានខ្ញុំគ្មានពាក្យនិយាយទេខ្ញុំគ្រាន់ចង់ជិះក្រៅណាលេងបើនៅខ្ញុំទៅទៀតខ្ញុំឈួតហើយខ្ញុំទ្រាំមិនបានទេលោកមេប៉ាតែចង់រួចអីនាងតាន់យ៉ាងម៉េចហើយសម្រាប់ការលោកមេប៉ានាងតាន់នៅក្នុងបន្ទប់សុខសប្បាយណាស់សូមកុំបារម្ភអីកូនទៅចុះទៅគិតឲ្យបានច្បាស់ណាស់ពុកដាច់ខាតមិនធ្វើបាបកូននឹងតាន់ទេទៅចុះសូមអព្យាស្រ័យកូនផងលោកមេប៉ាអញញ៉ាំបាយបានហើយបានណាកូនអ៊ីទៅណាហើយលោកមេប៉ាទៅមិនតាមមកវិញទេចុះខ្ញុំយកបាយទៅឲ្យនាងតាន់ហើយនៅបានយកទៅហើយតែនាងមិនញ៉ាំទេនាងអត់និយាយស្អីទេអត់ទេមិនក៏មិនបើកអង្គុយតែក្នុងបន្ទប់មិនកំណត់សោះមិនក៏មិនស្រួលហើយតាន់บูហើយចាប់ប្រាប់យើងភ្លាមមកតើពួកគេទៅពីនៅតាណាអស់ហើយខ្លួនចាស់ចំនិយាយឆ្លាតមែនគ្រាន់តែទីត្រូវភ្លាមនេះផ្ដោះលោកចាស់ឈប់សិនលោកចាស់ឈប់សិនលោកចាស់មិនដេញតាមទេពួកគេនៅភ្លាមទៅឆ្ងាយហើយឆាប់ថយចេញទៅពួកវាមិនអាចយកជាមួយគ្នាទេខ្ញុំមកឲ្យលោកចាស់បាញ់បាក់ពួកគេទេលោកគ្រូអង្គតាមធ្លាប់ជួយអង្គក៏សរសើរថានាងជានារីល្អហេតុអីចេះជំទាស់មិនឲ្យនាងរៀបការជាមួយល្បងត្រូវពួកគាត់ស្រឡាញ់គ្នាស្មោះតែមិនឯខុសទេនឹងតិចទៅតាន់មានគំនុយជាមួយនឹងលោកដែរនាងគ្មានគំនុំអីជាមួយខ្ញុំទេនាងមិននឹងមានគំនុំជាមួយនឹងខ្ញុំទៅនេះគឺបាបកម្មខ្ញុំគឺខ្ញុំមិនទុកដល់នាងតាន់ជាកូនស្រីរបស់ខ្ញុំណានេះមិនជារឿងលេសទេ
តើអ៊ំអាចបញ្ជាក់បានទេកូនអ៊ីងតាត់គឺជាបងប្អូនគ្នាបង្កើតបងប្អូនឪពុកតែមួយម្ដាយតិចគឺបងធំរត់ធំបែបនេះមិនក៏បងមិនឈប់និយាយមកបងនិយាយមិនចេញទេបងគឺជាអ្នកទុកបងសំតែស្លាប់ដែលធ្វើបបគុណស្រីបង្កើតខ្លួនឯងអហ្វេតាមមានថាពួកគេទៅណាទេរឿងនេះខ្ញុំក៏អត់ដឹងដែរខ្ញុំក៏ជួបពួកគេរត់ចេញទៅប៉ុណ្ណោះខ្លាចតែពួកគេរត់កន្លែងណាស្កាត់ហើយរៀបការជាមួយគ្នាទេបងធំមិនអាចចាំយូរទេគេបញ្ញត្តិរឿងនឹងពួកវាសេនាសັບផ្សាយបញ្ជាទៅនឹងគុនទៅរលមេបាត់ទៅភ្លាមយ៉ាងម៉េចមិនអីទេអត់អីទេបងអីអរគុណបងហើយលោកមែនអរគុណអីពេលនេះមនុស្សដែលអូនពឹងផ្អែកបានគឺមានតែបងម្នាក់ទេបងប្រកាសជាការពារអូនមិនម្ដាយអូនមានទុកវេទនាចដាច់ខាតចាប់ពីពេលនេះទៅអ្នកណាក៏បំបីយើងមិនបានដែរលោកប៉ានៅតាមផ្លូវភ្នំអូស៊ីងអត់មានដំណឹងទេបាទខ្ញុំក៏សំរុយដែរអត់មានដំណឹងពីវេបាក់ទៅទេនៅផ្លូវបន្លែ7យោជអត់មានដំណឹងអ្នកប្រុសទៅទេមិនអាចទេតាមដំណើររបស់ពួកវាច្បាស់ជានៅក្នុងបរិវេណ100យោជនេះលោកគ្រូអង្គប្រហែលពួកគាត់រកក្រោយមួយលាក់ខ្លួនទៅដែរមើលទៅយើងមានតែទៅតាមផ្ទះសំណាក់ម្ដងមួយហើយសេធិនស្អែកឯងត្រូវប្រកួតនៅក្នុងពិភពគុណហើយអ៊ីស៊ូហានមិនមែនធម្មតាទេណាត្រូវត្រៀមលក្ខណៈហើយជឿវឿនមានគ្រោះថ្នាក់ណាអត់មិនចាំបាច់បារម្ភពីខ្ញុំទេខ្ញុំចាំបានតំណែងជាម្ចាស់សម្ព័ន្ធអីទេពេលនេះគ្មានរឿងសំខាន់ជាងរបស់តងហ្វាំងនោះតាន់ទេត្រូវហើយមកខំមិនតាន់ខ្លាចជាកំហុសធំពីបងហើយចេញមកជឿរបស់យើងរកគ្រប់ផ្ទះសំណាក់ក្នុងបរិវេណ100យោជនេះបើមានដំណឹងមករីកាភ្លាមឬទេបានទេមកចាំឡើងលើឡើងមកលើមកគ្នាមកលើឡើងខ្នើលើឡើងខ្នើលើឡើងស្រួលណាចាំតិចលើឡើងថ្ងៃអ៊ំចង់ឲ្យសម្រាប់ជួយទទួលទៅលើឡើងមកមកគ្នាជួយគ្នាមកដាក់ស្រួលចាំឡើងបាទចាំឡើងអត់ណែទៅមកនេះមកនេះជួយលើមកនេះអត់ដឹងតាមចរិតស៊ុយហានវាមិនអាចប្រកួតជាមួយសៀវធានដោយបើកចំហទេតើវាមានបំណងអីហ្នឹងជំរាបលោកម្ចាស់អ្វីៗយើងមករៀបចំមកហើយខ្ញុំជឿថាថ្ងៃនេះឥឡូវចង្រៃនឹងរំរួចតិចយិនសៀវធាននេះជីវិតនេះត្រូវចាត់ថាឯងចែកខ្ញុំរហូតស៊ុយហានគឺមែនទេនៅស្គៀមតើឯងនិយាយហ្នឹងក្នុងចិត្តឯងនៅមានម៉ែទីងម៉ែគិតច្រើនពេកហើយខាងច្រើនមិនអោយចំពោះសុខភាពទេបើឯងមានចិត្តកតញ្ញូចំពោះម៉ែមិនស្របតែសម្បកក្រៅហៀបប្រឆាំងនឹងម៉ែទីងម៉ែនិយាយមកតើខ្ញុំធ្វើអំពើប្រឆាំងអីខ្លះឯងនៅថាអត់ទៀតតែឯងសន្យាម៉ែថាម៉េចឯងថាប្រកួតជាមួយស៊ីធានឲ្យយុត្តិធម៌តែពេលនេះបែរជាលាក់បំណងអាក្រក់ចង់សម្លាប់ស៊ីធានទៅវិញបងឲ្យបានដឹងទៅខ្ញុំប្រាប់ម៉ែត្រង់ចុះខ្ញុំមិនឲ្យមានខ្លាចពីទេបើក្នុងចិត្តម៉ែមានតែយិនស៊ីធានម្នាក់នោះចេះក៏បន្ទោសខ្ញុំថាខ្ញុំព្រាបតែអសោះឯងពិតជាមនុស្សចង្អៀតចង្អន់មិនអាចសម្រេចកិច្ចការធំបានឯងនិយាយមកតើឯងចង់ប្រើល្បិចកលអីចាត់ការសៀវធានម៉ែខុសហើយដែលចង់ឲ្យគេនៅលើឆាកប្រកួតឲ្យគេខុសគេឈ្មោះរនៅវេទនាទាំងស្រាប់នោះមិនមែនខ្ញុំទេបើមិនមែនឯងគឺអ្នកណាគឺម៉ែហាឯងនិយាយហ្នឹងឯងនិយាយអីតើឯងរៀបចំតែអីខ្លះយកយល់ដល់មនុស្សសញ្ចេតនាម្ដាយកូនយើងនិយាយតាមត្រង់មកម៉ែទុកជីវិតឲ្យឯងមិនអញ្ចឹងម៉ែនឹងសម្លាប់ឯងចោលឯងនេះចិត្តស្លាប់ហើយតែហ៊ានសើចទៀតเอาตัวเมฆจ้ะไอ้เตรีย
ត្រៀមការចាត់ការមកយូរហើយខ្ញុំហាត់ដើរទៅចាត់ការមកយូរហើយបើមកចង់រស់ត្រូវតែស្ដាប់តាមសម្ដីខ្ញុំបើមិនចេញពេកក៏មិនទុកខ្ញុំអសោះឯងកុំសង្ឃឹមថាឲ្យយើងធ្វើបាបសិលធានជួឯងខ្ញុំមានមកជួបបាយខ្ញុំឆាប់ទៅប្រាប់សិលធានទៅឲ្យខ្ញុំពិភពគុណមានតែឆាប់ទៅព្រាបទៅពួកឯងអ្នកម្នាក់អីមនុស្សនៅទីនេះសិតតែគុំចាក់ខ្ញុំទាំងអស់អ្នកម្នាក់មិនដោយតាមវាសនាចុះទេយើងមិនដោយតាមវាសនាទេយើងមិនឲ្យអ្នកណាធ្វើបាបសិធានជាដាច់ខាតវត្ថុបុរាណបុរាណនំប៉ាក្តៅក្តៅស្នូលធំជំរាបម្ចាស់មានដំណឹងពីអ្នកប្រតូចមានដំណឹងហើយនៅណាថ្ងៃនេះគឺថ្ងៃមង្គលការរបស់ពួកយើងបងគួរតែសប្បាយចិត្តទៅត្រេះមិនក៏បងដកដង្ហើមធំចឹងបងមិនស្ដាយក្រោយចរិតខានតែថ្ងៃនេះយើងមករៀបការនៅក្នុងផ្ទះសំណាក់តូចដ៏សោះកក្រោះដូចជាមិនងាយអើពេកហើយតែបងក៏មិនចង់ចឹងដែរមិនតែក៏អូនមិនយល់ថាប្រមាថដែរបងដឹងថាអូនកំពុងលងលោបងនៅក្នុងលោកនេះតែមានស្រីណាស់ដែលចង់រៀបការធ្វើកធមនោះហើយបើគុំទៅពុកបងចំទាស់រឿងយើងបងប្រកាសជាយកគ្រាស្នេហ៍មួយមនុស្ស8នាក់មកទទួលអូនបងចង់ឲ្យគេគ្រប់គ្នាដឹងថាតុងហ្វាំងអ៊ីបងបានរៀបការជាមួយស្រីដែលបងស្រឡាញ់ហើយបងស្វឹងហើយបងអត់មានស្វឹងទេអ្វីដែលបងនិយាយគឺជាការពិតទាំងអស់មួយជីវិតនេះបងមិនដែលសប្បាយចិត្តដូចថ្ងៃនេះទេណាអូនក៏ចឹងដែរតែអូនខ្លាចអ្វីទាំងនេះសុទ្ធតែជាភាពខ្លាញ់ខ្លាយគឺដូចជាសុបិនចឹងអាចភ្ញាក់ពីសុបិនគ្រប់ពេលទេអ្វីសុទ្ធតែជាការពិតពេលនេះយើងជាប្តីប្រពន្ធនឹងគ្នាហើយទោះជាពុកបងចំទាស់ក៏អត់បានការដែរបងប្រកាសជាឲ្យអូនរស់ដោយមានសុភមង្គលហើយបង្កើតកូនច្រើនទៀតណាឲ្យតែបងសប្បាយចិត្តអូនស្រាប់តាមបងទាំងអស់រត់ណាថ្ងៃនេះមានមនុស្សស្រីម្នាក់ព្រមម្នាក់មកទីនេះទេប្រុសស្រីគ្មានមកគូដូចគេមានកាអីគឺបើសំខាន់ចាំនិយាយមកពួកគេនៅក្នុងបន្ទប់ណាអត់ដឹងទេតុងខ្ជិះពេលនេះយូរដល់គ្នារត់ទៅកុំឲ្យខាត់ពេកឆាប់ទៅឯណាពលុតថ្ងៃហ្នឹងទូនេះតាពួកគុំអាចរៀបការបានទេហើយដែលបានជពុំលើកលែងពួកខ្ញុំចឹងគុំអីតាន់បើចង់បន្ទោសត្រូវបន្ទោសពុកចុះគុំអីរឿងថ្ងៃនេះគឺទេវតាពីដោយពុកទោះកំហុសទាំងប្រមាណទុកឲ្យពុកជាអ្នករ៉ាប់រងចុះណាតាន់អូនក៏បានខ្លាចបងមិនចាស់ចេញពីអូនទេគុំពុករៀងកូនមិនឲ្យរៀបការយ៉ាងនេះគឺព្រោះតែតាន់ជាប្អូនបង្កើតរបស់កូនណាពុកមិនអាចពួកកូនធ្វើអំពើអសិលធម៌បែបនេះច្បាស់ជាត្រូវទេវតាប្រំមុខហើយទេមិនទៅទេតាន់គឺជាមនុស្សនៅក្នុងគ្រួសារមិនសមថាជាប្អូនស្រីរបស់ខ្ញុំពុក
ម៉ែខ្ញុំជាអ្នកណាខ្ញុំមិនអាចជាកូនស្រីអ៊ំទេពុកក៏មិនសង្ឃឹមថាកូនជាកូនស្រីរបស់ពុកដែរណាពុកក៏មានសង្ឃឹមថាកូននិងកូនអ៊ីនឹងបានរៀបការដោយសុខស្រួលធម្មតាអាចរស់នៅជាមួយគ្នាអស់មួយជីវិតប៉ុន្តែនេះជាការពិតទាំងអស់តាកូនមិនអាចទទួលស្គាល់ពុកជាឪពុកកូនទេតែផ្ដាសុទ្ធតែសម្ដេចព្រះប្រាទាំងអស់សំអាងខ្ញុំជួយអ៊ំនោះតាស្ដាប់សម្ដីពុកណាកូនស្ដាប់ឲ្យច្បាស់16ឆ្នាំមុនពិភពគុណជួយច្បល់ពុកបានត្រូវរបួសធ្ងន់ពុកបានរត់ចូលទៅគ្រួសារហូដល់ឡាយពុកស្មានតែពុកស្លាប់បាត់ទៅហើយតែស្មានមិនដល់ថានៅទីនោះពុកបានជួបនឹងស្រីម្នាក់ដែលពុកមិនអាចភ្លេចអស់មួយជីវិតនៅពេលនោះពុកគឺជាជនភៀសខ្លួនពុកមិនបានចងចាំអ្នកណាទាំងអស់នាងបានថែរក្សាពុកដោយយកចិត្តទុកដាក់បំផុតពុកមានការពេញចិត្តនឹងចរិតស្លូតបូតរបស់នាងណាស់ភាពទន់ភ្លន់របស់នាងក្រោយពីពុកបានស្រឡាញ់នាងហើយពុកបានសន្យានឹងនាងថាចាំដល់ពេលពុកបញ្ចប់គំនុំពិភពគុណហើយពុកនឹងត្រឡប់ទៅរកនាងវិញជាមិនខានដោយរៀបការជាមួយនាងជាប្រពន្ធត្រឹមត្រូវពេញលក្ខណៈទាំងអស់តែពុកស្មានមិនដល់សោះក្រោយមកលោកប៊ីតបហាលីកអ៊ឺក៏ត្រូវគេសម្លាប់លោកប៊ីតបក្រោយមកពុកក៏ត្រូវគេឃុំនៅក្នុងគុកក្រំដី18ឆ្នាំមកនេះពុកអត់បានទៅគ្រួសារហូទេចាប់តាំងពីពេលនោះពុកខានជួបនាងមនុស្សដែលអ៊ំនិយាយគឺអ្នកណាអ្នកដែលពុកនិយាយគឺឈ្មោះជីងអឺមិនជីងអឺគាត់មិនមែនជាម្ដាយមួយកូនទេគាត់គឺម្ដាយបង្កើតកូនដែរមិនពិតទេបើគាត់ជាម្ដាយបង្កើតខ្ញុំហេតុអីក៏ម្ដាយខ្ញុំប្រាប់ខ្ញុំពីព្រោះនេះត្រូវលាក់ខ្លួនថាជាស្រីកមុំដើម្បីនៅក្នុងគ្រួសារហ៊ូបន្តទៅទៀតអ៊ំស្រីកូនសុខចិត្តការពារភាពស្អាតស្អំរបស់នាងសុខចិត្តយកកូនទៅចិញ្ចឹមពុកស្មានមកដល់ថាយុទ្ធនោះជិះអ៊ំមានកូនជាមួយនឹងពុករត់ទៅស្មានមកដល់ថាមានគោរពសន្យានឹងពុករហូតមកដោយមិនរកព្រមអ្នកណាម្នាក់ទៀតតាតាពុកមិនគប្បីនឹងកូនពុកខុសចំពោះម្ដាយកូនហើយសូមកូនអត់ជាស្រ័យឲ្យពុកផងហេតុអីក៏វាស្នាប់ព្រៃផ្សាយចំពោះខ្ញុំយ៉ាងនេះកូនអ៊ីតាពេលនេះពួកកូនដឹងថាហេតុអីពុករៀងពួកកូនមិនឲ្យរៀបការហើយអត់ទោសឲ្យពុកផងតាចុះកណ្ដាលនេះខ្ញុំមិនដឹងទេលេចខ្ញុំទៅខ្ញុំមិនអាចទទួលយកការពិតបែបនេះទេឲ្យខ្ញុំទៅស្លាប់តាតាចិត្តទៅចិត្តទៅតាកូនកុំធ្វើចឹងគឺពុកជាអ្នកធ្វើមិនកប់ដោយនឹងកូន
អបជាស្រ័យឲ្យពុកផងទៅលោកមិនមែនជាពុកខ្ញុំទេលោកគ្មានសិទ្ធិធ្វើពុកខ្ញុំទេមិនខុសទេពុកគ្មានសិទ្ធិធ្វើជាឪពុកបង្កើតរបស់កូនពីព្រោះពុកមិនបានមកពេញនាទីជាឪពុកកូននៅថ្ងៃសុក្រតែពុកគ្រាន់តែសង្ឃឹមថាកូនអាចនៅក្បែរខ្លួនពុកឲ្យពុកប៉ះពើអ្វីដែលពុកមិនបានបំពេញទាំងនោះខ្ញុំមិនត្រូវការទេខ្ញុំមិនត្រូវការទេតើការជឿចាស់របស់ពុកខ្ញុំយល់តែពេលទោះជាស្អីមិនទៅខ្លាំងណាស់ក៏ដោយក៏មិនអាចកែប្រែការពិតដែលអ្នកទាំងពីរជាពុកកូនដែរព្រឹត្តិចាស់ទាំងហ្វាំងក៏មិនចង់ចិត្តដែរពួកលោកមិនយល់ទេពួកលោកមិនដឹងពីការជឿចាប់របស់ខ្ញុំពេលនេះទេខ្ញុំបាត់បង់មនុស្សដែលខ្ញុំស្រឡាញ់ជាងគេពេលនេះនៅឲ្យខ្ញុំទទួលស្គាល់បុកដាក់បបងខ្ញុំចោលទៀតទេខ្ញុំអត់ជាស្រ័យឲ្យគាត់ជ្រាបរហូតតាន់ទោះបីជាកូនមិនអត់ជាស្រ័យឪពុកក៏ដោយក៏ពុកនឹងឲ្យកូននៅក្បែរពុកនឹងមើលថែកូនមួយជីវិតមួយជីវិតនេះពុកមិនបានមើលថែរក្សាម្ដាយរបស់កូនប៉ុន្តែពុកត្រូវតែប៉ះពើនៅអ្វីដែលពុកមិនបានបំពេញទាំងអស់នោះជូនកូនវិញណាកូនដឹងទេ